នេះមកដល់អកធំមកដល់ខ្លោងទ្វារខ្ញុំទៅមើលវត្តនៅថៃនៅចំថ្ងៃអាទិត្យវត្តសិញយកឡានចូលណាទុកក្រៅដែរយកទៅចូលភ្លុកเลยទុំមកដល់ចូលគេរត់វត្តដែរម្នាក់40 បាតជីងអាណាដើរទៅមិនចិត្តទេណានៅឆ្ងាយរាប់10គីឡូដីទេណានេះអាចមកដល់លឺតាបត់ចម្រៀងលោកតាសិនពីមកច្រៀងបាត់ផ្លូវហ្នឹងអើយមកឲ្យមើលយើងមើលអញ្ចឹងណានៅស្រុកខ្មែរយើងមើលធ្វើក្រុមលុយអាគ្នានៅស្រុកក្រៅបានមើលវិញទេតែផ្ទះឡូវអញតែពេលមកដល់ផ្ទះឆ្កែសុតគ្មានមកលេងទេគួយតែផឹកស៊ូតាមពលមែនអត់បាទខាងផ្លូវមើលតារហូតតែយើងមកគាត់ដៃហ្នឹងគាត់ដើមឈើស្អាតមកលេងស៊ីមរៀបឆ្លាញ់បំផុតគឺដើមឈើហ្នឹងប្រកបកាមេរ៉ាយើងមើលរោមើលឃើញហ៎កាយចាប់ប្រកបជួយមកប្រកបចំឈើដើមឈើអត់នៅកូនយើងជីឡានដែរយើងមើលឃើញនៅលេងចំឈើមកវិញដោនឡូតបានទេដោនឡូតនេះហ្នឹងអីគេបើអីគេអត់មានអីជាវាយតាមមាន Wi-Fi Wi-Fi WhatsApp មាន Google អត់លោតស្បើយទេទៀតនាំដើរទៅយករំទៅស្គាល់អាទឹកអីគេនៅកណ្ដាលផ្សារទៅយកទៅផឹកក្នុងជីទឹកដីគុំសំមកយកទៅថារយៈគុំសំមកយកដែរហើយយកទៅទឹកទុកចំហផងតាមមកឈួលដំបងចង់ឆ្លុះអាចជីវក្នុងជីវដល់យើងស្វាមនេះទៅលេងអីវានៅតោលើប្រាសាទទៅវាមិនមែនកន្លែងនេះទេកន្លែងទឹកហ្នឹងគេធ្វើស្អាតគេមានដងហ្នឹងវាបុរាណគេមានប្រាប់ទីរបស់គេទៅតែមកខែងនៅនឹងដើមឈើធំស្អាតដើមឈើសិតតែពី3អោបមានអារម្មណ៍ថាដូចសោះខ្លាយវាខុសពីអីគេ3ដងលេបពេកអាហ្នឹងគេលេបឲ្យគេសង្ងំតិចបាទមកលេបសង្ងំតិចមកលេបឲ្យឈឺបានអីគេច្រាំទៀតណាបាទនេះចូលលេងនេះទៅ